មហាជេងជឿនជាតិខ្មែរថ្កើងជ័យយោសុខោលាភោវគ្គទី44ត3កូនប្រុសយកដៃឆ្វេងចាប់កាន់ដៃកូនស្រីរីឯដៃស្ដាំចាប់កាន់គ្រឿងអលង្ការយកទៅបំពាក់ឲ្យកូនស្រីដោយការថ្នាក់ថ្នមបំផុតមិនឲ្យអចិត្តឡើយជាបន្តមកទៀតកូនស្រីកូនប្រុសលើកដៃសំពះគោរពគ្នាទៅវិញទៅមកតាមការគួរហើយចំណែកកូនស្រីគប្បីប្រពធ្វើពិធីបំពាក់ចិញ្ចៀនជូនទៅកូនប្រុសវិញដូចគ្នាការបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកបានចប់សពគ្រប់រួចរាល់អស់ហើយកូនស្រីកូនប្រុសលើកដៃសំពះគោរពគ្នានិងញញឹមញញែមមករកគ្នាម្ដងទៀត